ជាបន្តទៅនេះខ្ញុំព្រះកណាអាត្មាភាពសូមប្រគេននឹងជូនរឿងមួយដែលមានចំណងជើងថាសុជាតកុមារសូមព្រះកណាគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់តាមដាននិងសន្តាប់ដូរតទៅអ្នកតូចគួរទូនមេអ្នកធំដោយឧបាយកលក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលកដុម្ភីមាននាមបញ្ញថាសុជាតៈបានសិក្សាសិលសាស្ត្រចេះសពគ្រប់ហើយក៏ទំនុកបំរុងបំរើមេដាបិតាដោយគោរពថ្ងៃមួយជីតារបស់សុជាតៈកុមារអនិច្ចធម្មទៅកដុម្ភីក៏ជាបិតារបស់សុជាតកុមារមានសេចក្តីសោកស្ដាយវិយោគយំរៀបរាប់អាល័យចំពោះបិតានោះក្រៃពេងលុះធ្វើឈានបណកិច្ចបូជាសពរួចហើយរើសប្រមូលឆ្អឹងខ្ចប់នឹងកំណត់សម្ពុតនិងកំណាត់សម្ពុតយកទៅបញ្ចុះទុកក្នុងស្ថូបដែលសាងទុកក្នុងសួនដំណាំខាងក្រោយផ្ទះរបស់ខ្លួនរាល់តែថ្ងៃបិតារបស់សុជាតកុមារតែងទៅធ្វើកិច្ចគោរពបូជាស្ទូបនោះដោយមេឈើផ្កាឈើផ្សេងហើយដើរបរិសិនយំរៀបរាប់សោកស្ដាយជាអនេកបការរូបកាយរបស់គាត់ក៏ក្រៀមក្រំសៅមងដោយទឹកភ្នែកដេកមិនលក់បក់មិនលហើយភ្លេចបាយភ្លេចទឹកការងារទាំងពួងក៏អខានឈប់ធ្វើអស់សុជាតកុមារបានឃើញវិការៈរបស់បិតាខុសប្រក្រតីដូច្នោះហើយក៏គិតថាបិតាអញតាំងពីលោកតាអនិច្ចកម្មទៅមានតែសេចក្តីទុក្ខសោកសៅតែម្យ៉ាងមនុស្សដទៃក្រៅពីអាត្មាអញមិនមាននរណាមួយអាចជួយដោះទុក្ខគាត់បានឡើយបើអញមិនរកឧបាយកលដូចម្ដេចនឹងរំលត់សេចក្តីទុក្ខរបស់គាត់បានសុជាតកុមារខំគិតរកឧបាយកលជាច្រើនថ្ងៃមួយចេញពីផ្ទះទៅក្រៅភូមិបានឃើញគោស្លាប់មួយដែលគេអូសយកទៅចោលឧបាយដែលគិតទុកយូរហើយក៏លេចប្រកបឡើងទៅយកស្មៅនឹងទឹកយកដាក់ក្បែរមាត់ខ្មោចគោនោះកាលបើឃើញជនណាមួយដើរទៅជិតក៏តាំងយំសោកនិយាយអង្វរខ្មោចគោនោះថាណែសម្លាញ់ចូលក្រោកឡើងស៊ីស្មៅផឹកទឹកទៅកុំដេកយូរពេកមនុស្សទាំងឡាយឃើញដូច្នោះហើយសង្ស័យណាស់ទើបសួរថាលោកសុជាតៈពីពេលមុនខ្ញុំស្គាល់លោកច្បាស់ថាជាអ្នកប្រាជ្ញជាមនុស្សល្អត្រឹមត្រូវថ្ងៃនេះខ្ញុំមើលទៅលោកហាក់ដូចជាមនុស្សវិកលចរិតសុជាតកុមារមិនអើពើនឹងពាក្យសម្ដីរបស់មហាជនឡើយនៅតែធ្វើអាការៈដូចនេះយ៉ាងប្រងើយកន្តើយហាក់ដូចជាមិនដឹងមិនឮកិច្ចការដែលសុជាតកុមារប្រព្រឹត្តធ្វើទាំងប៉ុន្មានក៏ឮរន្ទឺសោកសាយពាសពេញទីក្រុងទាំងមូលជួនជាមិត្តបងប្អូនបានឮដំណឹងនោះហើយក៏ទៅប្រាប់ដល់កដុម្ភីជាបិតាថាលោកកដុម្ភីកូនរបស់លោកវិកលចរិតហើយបានយកទឹកនិងស្មៅទៅដាក់ក្បែរមាត់គោស្លាប់មួយខាងក្រៅភូមិហើយយំសោករៀបរាប់ហៅខ្មោចគោនោះឲ្យក្រោកស៊ីស្មៅផឹកទឹកលោកមិនដឹងទេឬកដុម្ភីបានឮដូច្នោះហើយទើបហៅកូនមកសួរថាកូនសម្លាញ់បិតាឮថាកូនឯងយំសោកអាឡោះអាល័យចំពោះគោស្លាប់ដែលគេអូសទៅចោលខាងក្រៅភូមិមែនឬបាទខ្ញុំធ្វើយ៉ាងនេះយ៉ាងនឹងមែនលោកឪពុកអោកូនសម្លាញ់ហេតុអ្វីក៏ឆោតម្លេះបិតាសូមសួរកូនបន្តិចកូននឹកឃើញដូចម្ដេចបានជាយកស្មៅនិងទឹកទៅដាក់ក្បែរមាត់គោស្លាប់ហើយយំសោករៀបរាប់អង្វរគោឲ្យស៊ីស្មៅផឹកទឹកធ្វើដូច្នេះមិនមែនជាលក្ខណៈរបស់បណ្ឌិតទេជាអំពើប្រាជ្ញាប្រយោជន៍ទាំងពួងសុជាតកុមារបានស្ដាប់បិតានិយាយដូច្នោះហើយមានសេចក្តីត្រេកអរណាស់ហើយនឹកឃើញថាអោនេះសមគួរហើយទើបនិយាយដោយវិចារទន់ភ្លន់តបពាក្យបិតាថាបាទលោកឪពុកការដែលខ្ញុំធ្វើនោះខ្ញុំសូមទទួលកំហុសទាំងអស់ព្រោះជាអំពើរបស់មនុស្សអន់ថយខ្សោយទន់បញ្ញាគ្មានវិចារណញ្ញាណ
ធម្មតាគោស្លាប់នោះអវយវៈគ្រប់ចំណែកក៏ស្លាប់ទៅព្រមគ្នាមិនអាចកម្រើកបានឡើយប៉ុន្តែគោដែលស្លាប់នោះនៅមានរូបប្រកបមើលឃើញច្បាស់គួរឲ្យអាឡោះអាល័យបានខ្ញុំសូមសួរលោកឪពុកបន្តិចថាការដែលលោកឪពុកយំសោកអាឡោះអាល័យលោកតាដែលអនិច្ចកម្មទៅនៅសល់តែឆ្អឹងបញ្ចុះក្នុងចេតិយឥតឃើញរូបប្រកបដល់ភ្នែកសូម្បីត្រឹមតែអវយវៈណាមួយក៏មើលមិនឃើញនោះតើលោកតានឹងត្រឡប់រស់ឡើងវិញដោយការយំសោករបស់លោកឪពុកនោះឬសូមលោកឪពុកពិនិត្យមើលតើអំពើរបស់ខ្ញុំនិងលោកឪពុកខាងណាគ្រាន់បើជាងក្តុមភីបានស្ដាប់ពាក្យសម្ដីដែលសមហេតុសមផលរបស់បុត្រហើយក៏គិតថាកូនរបស់អញជាបណ្ឌិតមានប្រាជ្ញាអាចជួយដោះទុក្ខរបស់អញបានដោយឧបាយដ៏ប្រសើរទើបនិយាយនឹងកូនថាមនាលសុជាតាឪពុកត្រេកអរណាស់អ្នកបានគិតរកឧបាយបង្ហាញឪពុកឲ្យដឹងច្បាស់នៅការមិនទៀងរបស់សង្ខារបានដោយជាក់ច្បាស់ចាប់តាំងពីពេលនេះទៅឪពុកអស់សេចក្តីទុក្ខសោកអាឡោះអាល័យទៀតហើយបិតារបស់សុជាតកុមារក៏អស់សេចក្តីសោកចំពោះបិតាតាំងពីថ្ងៃនោះមករឿងនេះខ្ញុំព្រះករុណាបាភាពភិក្ខុផល្លអត្តរៈខមោអនអដកស្រាងចេញអំពីប្រជុំនិទានជាដកសូមប្រកណាគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ត្រេកអរអនុមោទនា